សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមជូនគណិតវិទ្យាមួយដែលជាផលគុណកត្តាឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាគេឲ្យ 2x ការ៉េបូក 6x បូក 5x បូក 15ឥឡូវយើងធ្វើទាំងអស់គ្នាឥឡូវយើងមើលនៅទីនេះមាន x នៅទីនេះមាន x នៅទីនេះមាន x ទីនេះអត់មាន x ទេមានតែចំនួនគត់ឥឡូវដើម្បីដាក់ជាផលគុណកត្តាបានយើងត្រូវចាប់វាជាដុំឥឡូវខ្ញុំចាប់វាជាពីរដុំនៅទីនេះខ្ញុំចាប់វាមួយដុំហើយនៅទីនេះខ្ញុំចាប់វាមួយដុំឥឡូវយើងមើលទាំងអស់គ្នាទីនេះមាន x ការ៉េទីនេះមាន x ស្វ័យគុណ1កាលណាគេមិនសរសេរស្វ័យគុណនៅទីនេះមានន័យថាស្វ័យគុណ1ហើយ 5x នៅទីនេះ x នៅទីនេះគឺមានស្វ័យគុណ1យើងគណនាលំហាត់នេះទៅតាមរូបមន្តមួយដែលយើងយក a ស្វ័យគុណ n គុណឲ្យ a ស្វ័យគុណ m ស្មើឲ្យ a ស្វ័យគុណ n បូក m យើងដាក់តាមរូបមន្តមួយមកណាតាមរូបមន្ត a ស្វ័យគុណ n គុណឲ្យ a ស្វ័យគុណ m ស្មើឲ្យគេយើងបានស្មើដោយសារតែគូលដូចគ្នាអានេះគូល a អានេះគូល a អញ្ចឹងយើងយក a មួយធ្វើជាគូលបន្ទាប់មកយើងបូកតែស្វ័យគុណទេជា n បូក m យើងអនុវត្តតាមរូបមន្តបែបហ្នឹងអញ្ចឹងតោះឥឡូវយើងមើលយើងចាប់ជាកត្តាមកឥឡូវយើងមើល2នេះមេគុណ2នេះមេគុណ6ឥឡូវយើងទាញ2ជាកត្តាមកនៅក្នុងម្ដុំហ្នឹងណាក្នុងម្ដុំហ្នឹងយើងយក2ជាកត្តាមកយើងមើលទៀតហើយយើងដាក់វងខ្ចក់វាមកណានៅទីនេះបើសិនបើយើងទាញ2ជាកត្តាបាត់វានៅសល់ប្រមាណកាលណាទាញ2បាត់នៅសល់តែ1ទេឥឡូវយើងសាកគុណមើលកាលណាយើងទាញជាកត្តាបែបហ្នឹងមានន័យថាយើងគុណបែបណាឲ្យដូចទៅសមីការដើមរបស់គេវិញណាឥឡូវយើងគុណមើល2ម្ដង2ដូចដើមមកគេទេដូចឥឡូវយើងមើលមេគុណនេះម្ដងដាក់សញ្ញាបូកមកវិញមកណា2គុណកន្លែងនេះចំនួនប្រមាណឲ្យស្មើ6នេះវិញណាយើងគុណមើល2ម្ដង2អត់ដូចទេឥឡូវ2 3ដង6ដូចដើមវិញអញ្ចឹងមានន័យថាកន្លែងនេះយើងដាក់លេខ3 2 3ដង6ដូចដើមទេឥឡូវយើងសាកគុណទាំងអស់គ្នា2ម្ដង2វានេះវិញ2 3ដង6គឺដូចទីនេះវិញឥឡូវយើងមេគុណយើងទាញជាផលគុណកត្តាបានហើយដោយឡែកនៅសល់អញ្ញត្តិឥឡូវមើលអញ្ញត្តិរបស់យើងនៅទីនេះស្វ័យគុណ2អញ្ចឹងយើងធ្វើម៉េចកាលណាម្ដុំនៅកន្លែងហ្នឹងម្ដុំដូចគ្នាអញ្ចឹងយើងត្រូវទាញលេខអញ្ញត្តិណាដែលមានស្វ័យគុណតូចជាងគេស្វ័យគុណតូចជាងគេគឺ x ស្វ័យគុណ x ស្វ័យគុណ1ណាខ្ញុំសរសេរបែបនេះដើម្បីកុំឲ្យគ្នាយើងច្រឡំនៅទីនេះបើសិនបើយើងទីនេះយើង x ស្វ័យគុណ2យើងទាញ x ស្វ័យគុណ1បាត់ហើយមានសល់អីគេនៅសល់ x ស្វ័យគុណ1ឥឡូវយើងមើលមូលហេតុអីបានខ្ញុំដាក់បែបនេះថា x ស្វ័យគុណ1ឥឡូវយើងមើលរូបមន្តរបស់នេះណានេះគោល a ដូចគ្នាយើងទៅសេ a ជាគោលមកហើយយើងបូកស្វ័យគុណអានេះ x នេះគោលដូចគ្នាឥឡូវយើងគុណមក x គុណនឹង x យើងយក x ធ្វើជាគោលបន្ទាប់មកយើងបូកស្វ័យគុណមក x ស្វ័យគុណ1គុណ x ស្វ័យគុណ1បាន x ស្វ័យគុណ2ដូចដើមមកគេទេដូចឥឡូវយើងទាញចប់ហើយមួយចំណុចហ្នឹងមកកត្តាចំណុចនេះគឺយើងទាញចប់ហើយឥឡូវយើងចូលដល់ចំណុចនេះម្ដងយើងបានអីគេតោះឥឡូវយើងមើលយើងទាញលេខតូចជាងគេជាកត្តាមកទាញមេគុណ5ជាកត្តា
ណាឥឡូវយើងមើលមេគុណ5ទាញបាត់ហើយនៅសល់អីគេសល់1ណា1 5ដង5ដូចដើមមកគេទេដូចដាក់សញ្ញាបូកវិញទៅដើម5នេះយើងត្រូវគុណនឹងជាមួយប្រមាណឲ្យស្មើដល់5វិញ5ប្រមាណដងស្មើដល់5គឺ5 3ដងណា5 3ដង10 15ដូចដើមទេ5 3ដង15ដូច15នេះវិញដោយសារតែម្ដុំនេះវាមានអញ្ញត្តិតែមួយទេអញ្ចឹងយើងទាញតែមេគុណទេគឺ x យើងរក្សាទុកនៅដដែលណាឥឡូវយើងសាកគុណមើលតើដូចដើមវិញអត់5គុណនឹង 1x បាន 5x ដូចដើមមកគេវិញ5គុណនឹង13ស្មើ10សំទោស5គុណនឹង3ស្មើ10 15គឺដូចដើមមកគេវិញតោះឥឡូវយើងសរសេរមកស្រួលដើម្បីឲ្យស្រួលមើល2ខ្ញុំសរសេរវិញដដែលណា2នេះ 2x បន្ទាប់មកយើងដាក់វងខ្ចោមេគុណ1នៅមុខ x គេអត់ដែលសរសេរទេអញ្ចឹងយើងសរសេរតែអញ្ញត្តិ x មកវិញដដែលទេត្រូវចាំថា x ស្វ័យគុណ1គេអត់ដែលសរសេរទេណាយើងសរសេរ3មកវិញបិទវងខ្ចោ5តោះនៅខាងនេះទៀតឥឡូវយើងឃើញ 1x អញ្ចឹងយើងសេតែ x ទេបើន័យថាមេគុណ1គេអត់អាចសរសេរទេណាយើងសេតែ x មកវិញមកហើយ3តោះឥឡូវវាស្រួលមើលជាងអានេះបន្តិចដោយសារតែចំណុចនេះខ្ញុំរឿងអត្ថាធិប្បាយដើម្បីឲ្យគ្នាយើងឆាប់បានយល់ឥឡូវយើងមើលយើងសាកគុណមើលតើដូចដើមមកគេវិញអត់ 2x គុណនឹង x បាន 2x ការ៉េដូចដើមវិញពីព្រោះ x ពីព្រោះថា x គុណនឹង x ស្មើ x ការ៉េមានន័យថា x ដូចគ្នាគុណចូលគ្នាទៅគេបូកតែស្វ័យគុណនេះមានស្វ័យគុណ1នេះស្វ័យគុណ1បូកចូលគ្នាទៅបានស្វ័យគុណ2អញ្ចឹងយើងគុណត្រឡប់វិញមើល 2x គុណនឹង x បាន 2x ការ៉េ 2x គុណនឹង3បាន 6x ដូចដើមមកគេ2 3ដង 6x គុណមកយើងបាន x នេះណាឥឡូវយើង5យើងដល់ចំណុចនេះម្ដង5គុណនឹង x បាន 5x 5គុណនឹង3បាន15ដូចដើមមកគេវិញហើយឥឡូវប៉ុណ្ណេះមកអត់ទាន់ចប់ទេការងារហ្នឹងយើងត្រូវបន្តទៅមុខទៅទៀតឥឡូវយើងមើលអានេះដូចគ្នាអានេះក៏ដូចគ្នាដែរដូចគ្នាកាលណាដូចគ្នាយើងទាញវាជាផលគុណកតាមកឥឡូវខ្ញុំយកអាហ្នឹងដាក់ខាងមុខណា x បូក3អញ្ចឹងមានន័យថានៅចំណុចហ្នឹងមានន័យថានេះនៅម្ដុំហ្នឹងមានន័យថាម្ដុំហ្នឹងខ្ញុំទាញអានេះបាត់ជាកតាមកវានៅសល់អីគេវានៅសល់2x នេះណាសល់ 2x នេះចំណែកនៅម្ដុំនេះខ្ញុំទាញអាហ្នឹងដដែលហ្នឹងណាខ្ញុំទាញអានេះបាត់ទៅវានៅសល់អីគេសល់បូក5តោះនេះចំណុចហ្នឹងអញ្ចឹងមានន័យថាការដាក់ផលគុណកតារបស់យើងគឺដូចនេះa របស់យើងស្មើ x បូក3កតា 2x បូក5ឥឡូវយើងចង់ដឹងថាតើចម្លើយរបស់យើងត្រឹមត្រូវដែរអត់យើងសាកបញ្ជាក់ឡើងវិញមើលឥឡូវយើងសាកបញ្ជាក់ឡើងវិញទាំងអស់គ្នាណា
sao chỉ là mình ở cái này là dương côn năng châu cái này mình mở thật tá nó bây giờ dương côn là tụi anh ấy châu cái này mình thật tá với khơi đối mấy cả đào mà kia đào được ở lấy dương sạ côn mở ta là khi xây làng vĩnh mình xây này mà vĩnh x bột 7 cái tá tí x 4 bột 5 Alang yung sa kun mo x kun nói pi x bàn này kế bàn ý x kare pro x kun nâng x bàn x kare dừng dọc x chỉ cô đái tao mà dừng buộc là xoay kun nên sàn này mình xoay kun mũi này xoay kun mũi tuần đấy ta là dừng to mà tiệt dừng dọc tao đái lên kun trôi cục tua tụi nó con trôi cục tua tụi nó lấy những bàn này kế x con này pram bán pram pram x lấy hỏi chỗ đó tua này mà đâu tua này từ con mẹ này bấy con nâng phí bán trăm mùi x đại bấy con nâng phí x bán trăm mùi x tua tại đây là con trôi cục tua trôi này máu những bàn này kế bay pram đốn đó đập pram lấy dương mười làm hát bao dương đôi nâng mấy cả đào mà kể ở đấy mấy cả đào mà kế cứ phí x kare bột pram muối bột pram xung túc phí x kare bột pram muối x bột pram x bột đập pram lấy nó bây giờ dương côn màu mình ấy dương côn màu mình ấy này phải nhé dương côn màu mình ấy cứ đối nhưng mấy cả đào mà kể cứ phí x kare bột pram x bột pram muối x bột đập pram còn là việc không thì tăng cái này mình tới dương chả lát pram muối mà này với máu mà dương chả lát pram này mà này với máu dương đầu tăng nhiều với nhau quá cứ với đôi cho nó mấy cả đào bạc kỳ rồi này cứ đôi này thêm một độ trong mình đây tha chấm lôi để dương rò khơi sma oi x bột 7 cả tá x bột pram nó bật chít trầm tự mẹ ta đã chia Paul côn cả taแบบนี้ยังไอช่วยบานปีระเบียบนี้ยังไอจัดตกทาระเบียบตีมุ้ยจำลอยนี้นะระเบียบตีมุ้ยtaแล้วยังมองมือปีการช่วยระเบียบตีปีระเบียบตีปียังไอช่วยสู้งี้lấy những nhung đặt mấy cả đào màu vĩnh bờ dưới bờ dưới kế phí x kare bộ mũi x bộ pram x bộ đập pram lấy dùng mờ anh ấy x xoay cột phí x xoay cột muối x xoay cột muối nhưng do cả phí nó bộ chuột này máu những bàn này kế thì x kare này bộ chuột này này có nhà bộ để chuột này máu khơi mà còn muối bộ nâng pram smart đập muối x anh ấy admin x bộ tới cứ nới đọt đại rồi lấy dương bàn mấy cả mấy cứ pi x kare bột đập mũi x bột đập pram ca chơiระเบียบទី2នេះរបៀបទី2របស់យើងនេះគឺយើងបំបែកតួកដាយើងធ្វើបែបនេះមកធ្វើតាមខ្ញុំណាយើងគុណបែបនេះមកឥឡូវយើងមើលយើងត្រូវបំបែកនេះណាយើងត្រូវបំបែកតួនេះមក2នេះយើងត្រូវដាក់នេះ2នេះយើងបំបែកមកប្រមាណគុណប្រមាណខ្លះស្មើ2
2 mà đó 2 rồi có 2 mà đó 2 nè ở đây dựng bàn này kế bàn muối con nó 2 2 mà đó 2 được đào một kỳ vị nè được đào một kỳ vị chùm nay x cả đây đi nhưng một bay máu nè dựng bàn này kế x con nó x bên đây thằng x xoay con muối con nó x xoay con muối x xoay con muối con x xoay con muối bạn x xoay con pi được đào một kỳ này vậy nhé đời dựng ăn vọt từ tang rùm mồn đấy bên đây thằng cô đi kia máu dựng từ xây cô rúm ta máu dựng bông từ xoay con thì nó tin ấy có đôi kia đái nó tin ấy có đôi kia đái chân là lấy dựng mờ mờ pi mà đón pi đôi này vinh đào mà về vinh x xoay con muối con này x xoay con muối bạn x xoay con pi mà này thay dương sẽ x chỉ cố những bục là xoay con ta mau tiết dương một bài ở tua này một tiết mấy dương một bài ở tua này mấy dương một bài ở tua này lấy dương một bài ở tua này một tiết lấy dương một bài đập năm sma man con của man cả đập năm sma bảy con nói pram rứ pram con nói bảy rứ có đập pram con nói mũi cứ sma đập pram lấy dương một bài dạng ná nó pi đã lấy pi nè nó pi đã cái lấy nè hay cái lấy nè bộ châu kia tới ở khơi đập mũi lấy bữa sân trực nhung đặt được tí này 7 ខ្ញុំដាក់នៅទីនេះ5ហើយសាកគុណមើលបើសិនខ្ញុំដាក់ទីនេះ3ឧទាហរណ៍2 3ដង6ឃើញ6មកខ្ញុំដាក់ទីនេះ5 1 ម្ដង1 5ដង5 5បូកនឹង6ស្មើ11ពិតជាត្រឹមត្រូវអញ្ចឹងខ្ញុំដាក់លមកឥឡូវឧទាហរណ៍បើសិនជាខ្ញុំដាក់5នៅខាងលើឧទាហរណ៍ណា5 3ដង10នេះឥឡូវយើងគុណមក5 3ដង5 3ដង15ដូចដើមឬក៏3 5ដង10 15ដូចដើមតែបើសិនជាយើងគុណពី5ដង2គុណនឹង5ស្មើ10 1គុណ3 3ពីបូកចូលគ្នាទៅឃើញប៉ុន្មានឃើញ13ឃើញខុសអានេះវិញខុសតួកដាលអត់ដូចតួកដាលអញ្ចឹងខ្ញុំអីគេខ្ញុំដាក់5ម្ដងឥឡូវអាចម្លើយហ្នឹងគឺមិនត្រឹមត្រូវទេអានេះមិនត្រឹមត្រូវទេឥឡូវខ្ញុំដាក់អីគេម្ដងខ្ញុំដូរទីតាំងម្ដងខ្ញុំយក3នេះដាក់នៅខាងលើម្ដងណាខ្ញុំយក3ដាក់ខាងលើខ្ញុំយក5ដាក់ខាងក្រោមម្ដងឥឡូវយើងគុណមើល2 3ដង6ណា1 5ដង5បូកនឹង6ស្មើ10 11គឺដូចនេះហ៎ដូចនឹងតួកដាលរបស់យើងអញ្ចឹងដូចនឹងតួកដាលរបស់យើងឥឡូវយើងសរសេរមកយើងដាក់ជាផលគុណកតាមកអញ្ចឹងយើងបានយើងចាប់អានេះ x នេះ1ហើយមុខ3នេះមានសញ្ញាបូកណាយើងចាប់អានេះមួយទៀតមកអញ្ចឹងយើងសេបានជាកតាស្មើនាំឲ្យស្មើអានេះ x 1មកយើងសេ x នេះ1មកយើងមកx បូកម៉ាត់បូក3សិស្សនេះមានបូកណាបូក3នៅទីនេះ2x យើងសេ 2x មកនេះបូក5ណាបូក5របស់យើងមិញណាយើងបានណាឥឡូវយើងបាន2កតាអានេះមកកតានេះមកកតាដូចនេះណារបៀបទី2របស់យើងដូចនេះលំហាត់ A របស់យើងលំហាត់ A របស់យើងសេអានេះជាមកកតាមកណា x បូក3មកកតាហើយនឹងកតា 2x បូក5មកកតាទៀតអញ្ចឹងឥឡូវយើងឃើញចម្លើយរបស់យើងដូចនឹងលំហាត់របៀបធ្វើទី1ដែរអត់ណាដូចគ្នា x បូក3កតា 2x បូក5ដូចគ្នាអញ្ចឹង
ចឹងបានន័យថាលំហាត់របស់យើងអាចធ្វើអានពីរបៀបការដាក់ផលគុណកត្តារបស់យើងនឹងឯងចឹងបងប្អូនចង់ធ្វើរបៀបណាក៏បានដែរធ្វើរបៀបទី1ក៏បានរបៀបទី2ក៏បានបើសិនបើបងប្អូនគិតថាធ្វើរបៀបទី1ស្រួលជាងបងប្អូនអាចរើសយកធ្វើរបៀបទី1ហើយបើសិនបើបងប្អូនគិតថារបៀបទី2ស្រួលជាងណាបើសិនគិតថារបៀបទី2ស្រួលជាងបងប្អូនអាចរើសយករបៀបទី2មកក្នុងការគណនាបានហើយបើសិនបើបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងរបៀបដាក់ផលគុណកត្តានេះទាំងរបៀបទី1របៀបទី2បងប្អូនអាចខមមិនសួរបន្ថែមបានបាទខ្ញុំសូមអរគុណច្រើនចំពោះការចំណាយពេលវេលាទស្សនាឬក៏មើលពីរបៀបនៃការដោះស្រាយលំហាត់របស់ខ្ញុំបាទសូមអរគុណច្រើន